ថ្ងៃនេះខ្ញុំបងប្អូនទាំងអស់គ្នាមកមើលកាហ្វេក្នុងព្រៃមួយកន្លែងលាក់ខ្លួនមួយកន្លែងបែបស្អាតមែនទែនដែលនៅក្នុងព្រៃហើយក៏មិនងាយរកឃើញដែរទៅហាងកាហ្វេហ្នឹងគឺវានៅក្នុងព្រៃវែងផ្លូវដើរអត់ឃើញនេះជាផ្លូវចូលហើយទៅទៅហាងកាហ្វេដែលមានរូបខាងដើមហ្នឹងណាហើយបងប្អូនទាំងអស់គ្នាមើលវាជាព្រៃហើយផ្លូវមើលទៅគួរមិនគួរថាកន្លែងហ្នឹងមានទេសភាពមានហាងកាហ្វេដែលស៊ីវិល័យដែលស្អាតមើលទៅស្អាតមែនទែនហ្មងហើយផ្លូវចូលមិនចិត្តទេណាហើយឆ្ងាយហើយហាងកាហ្វេហ្នឹងគឺនៅចិត្តផ្លូវជាតិលេខ3ហើយចុះផ្លូវជាតិលេខ3ឆ្ងាយគឺយើងនិយាយថានៅក្នុងព្រៃតែម្ដងណាហើយកន្លែងហ្នឹងប៉ុន្តែនំហ្នឹងគឺមានការអភិវឌ្ឍខ្លាំងហើយក៏ច្រើនគ្នាផ្លូវចូលមកគឺវាលក្ខណៈតំបន់មិនមែនជាកន្លែងនេះហើយមានអីឬមួយក៏ទីប្រជុំជនអីទេប៉ុន្តែក្នុងព្រៃហ្មងវាសម្រាប់បើនេះថាសម្រាប់ដល់អ្នកដែលគាត់ធ្វើការ stress អញ្ចឹងបើសិនជាគាត់ទៅរោងកាហ្វេហ្នឹងឬក៏ទៅអង្គុយហូបកាហ្វេមួយកែវពីរកែវប្រចាំថ្ងៃឬក៏ពេល stress អីហើយនេះជារឿងល្អមែនតើហើយមកដល់កន្លែងនេះផ្លូវបត់ចូលខ្ញុំទម្រាំតែរកផ្លូវចូលកន្លះម៉ោងទម្រាំតែរកផ្លូវចូលឃើញហើយវានៅចិត្តផ្ទះខ្ញុំឯងប៉ុន្តែវាបើរកផ្លូវចូលចិត្តដល់ហើយនៅខាងមុខហួសលបងប៉ាំងសីខាងលើហ្នឹងថ្មក្រោមហ្នឹងអញ្ចឹងអាហ្នឹងគឺជាដីគេទុកចោលដីវាពីខាងមុខមើលទៅធំអត់ដឹងថាគេរកពូជដីឡូឬមួយក៏អនាគតទៅគេសាងសង់ជារោងចក្រណាវាធំមែនតើពេលដែលខ្ញុំជិះទៅដល់ពេលដែលខ្ញុំមកវិញលីស្រាប់តែមានគេស្រែកឲ្យតាមផ្លូវមួយគួរឲ្យខ្លាចមែនតើហ្មងណាប៉ុន្តែដោយសារវាពេលថ្ងៃហើយវាអត់អីទេមើលទៅវាសុវត្ថិភាពល្អដែរប៉ុន្តែនេះហេតុការណ៍ខ្ញុំជួបជាក់ស្ដែងប៉ុន្តែវាសុវត្ថិភាពវាអត់អីទេវាគ្រាន់តែលើកកើងអ្វីដែលខ្ញុំជួបទេខាងមុខវាជាកន្លែងចតឡានចតម៉ូតូថ្ងៃសៅរ៍អាទិត្យមនុស្សច្រើនប៉ុន្តែមើលទៅអត់មាននេះដោយសារខ្ញុំទៅពេលព្រឹកដោយសារហាងកាហ្វេហ្នឹងគឺគេបើក9ហើយនេះជាខ្លោងទ្វារវាស្អាតមែនតើតកែជាជនជាតិកូរ៉េជាជនជាតិអញ្ចឹងមើលទៅគាត់រៀបចំឡើងស្អាតបែបលក្ខណៈហាងកាហ្វេ brand តែម្ដងណាមើលទៅពីធ្វើការ stress ឬមួយក៏ហើយកន្លែងដើរលេងប្រចាំសប្តាហ៍អីវា relax មកវាស្រស់ស្រាយមានសួនច្បារមានកម្មករមានបុគ្គលិកអីដូចនៅទីប្រជុំជនបើយើងនិយាយទៅពីប្រាក់ចំណូលបើមើលអាចនឹងទប់មិនជាប់ទេប៉ុន្តែនេះលក្ខណៈដូចគាត់សាងសង់ឬក៏គាត់ធ្វើកុំឲ្យទុកដីទៅនេះកាហ្វេក៏មិនទៅនៅស្រុកស្រែពិតមែនប៉ុន្តែមួយកែវ10000ជាង10000ជាងបើយើងនិយាយជាដុល្លារ2 3ដុល្លារ4ដុល្លារអញ្ចឹងទៅប៉ុន្តែក៏វាមានក្រោមហ្នឹងដែរអញ្ចឹងមកដល់ហើយខ្ញុំក៏បានចូលកំងកាហ្វេសួរទៅកាហ្វេដល់គោតកអត់មានទេខ្ញុំចូលហូបកាហ្វេខ្ញុំអត់ចូលចិត្តកំងអីអញញ៉ៃឈ្មោះអីបាក់ហៅភាសាអង់គ្លេសខ្ញុំអត់ចេះអង់គ្លេសហ៎ទៅដល់កាហ្វេលក្ខណៈកាហ្វេតកហ្មងទៅនៅលក់ឡើងឆ្ងល់ចុយអាប៉ែនេះមកដល់កំងកាហ្វេតកស្រែងងោងកំងកាហ្វេនេះជាទីតាំងក្នុងហាងមើលឡើងស្អាតមើលទៅឡើងអែមមែនទែនមកវាមាន3ជាន់ហើយនេះវាជាជាន់ទី2តែជាន់ទី3ខ្ញុំអត់បានឡើងទេមើលទៅស្អាតមែនទែនទេសភាពក៏សាហាវកន្លែងអង្គុយលេងកន្លែងអីហើយនេះការខ្ញុំទៅគឺថ្ងៃអាទិត្យមនុស្សច្រើនដែរហើយក៏មានជនជាតិមកអង្គុយហូបច្រើនដែរមានក្មេងៗស្រីស្អាតបានអ្នក
mau bị phức tụi nhóm đá sẽ có bộ nét nè đã tuột cho này san mình tên ơi nhóm ọt hiến đào cho cái lại xuân cho má dùng người từ một tiết tiết đừng khơi nha nhóm ọt hiến đào cho lên để xa rồi lạnh viên hay nít flow tàu ấy cứ là lại xuân cho ba nhóm lương mấy cứ bây giờ vậy tôi biết sao đúng về tình hình bị càng nghe rư môi cỏ stress khang ấy anh mong quy mà rất mà nghe chạy bán xin được chợ mưa tê tiếp lại này vì miền po bày tông xa hay tí tăng nâu rồi chất rồi lịch bày nâu sập bát tí khát kẹo dương xa mình tên hay đồng bọn rồi nâng có miền cả vì vót rồng chặt trao hay có cái lạnh khá anh đừng miền rồi chỉ sang xong tên lâu về nhỉ ở được bông bông được ở khi khơi sập với miền xuân cho ba miền ấy mà xét nó xa phải mà đồ những video xa mình tên chụp video